សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែកជូនដល់របៀបជួសជុលកូនបាសមួយដែលវាខូចដុយសាកថ្មមិនចូលឥឡូវនេះយើងបានសាកដោតដុយហើយវាមិនបែរវាមិនចូលតរសោះឥឡូវយើងដោះមើលទាំងអស់គ្នាមើលបងប្អូនវាមានបញ្ហាអ្វីដែរឥឡូវនេះយើងបានដោះហើយឥឡូវយើងបានមើលខ្សែមើលឥឡូវមានខ្សែស្នាមកាត់កណិតអស់ព្រោះម្ចាស់បាសគេទៅក្នុងគេកាត់អាកន្លែងខ្សែអំពូលភ្លើងហ៎កន្លែងពូលភ្លើងកន្លែងខ្សែឧបល័រហ្នឹងនៅលោកគេកាត់ចោលទៅក្នុងអានឹងវាស៊ីថ្មពេកគេកាត់ចោលអញ្ចឹងឥឡូវពេលនេះយើងបានយកដុយយកមកសាក់ដោតហើយវាអត់ចេញទេបងប្អូនអានឹងដល់ពេលវាចូលវាចេញភ្លើងពណ៌ក្រហមតែពេលឥឡូវវាអត់ចេញទេតែបន្តិចប៉ុណ្ណឹងជាមួយសាក់វាស់មើលមានភ្លើងចេញមកអត់មានភ្លើងចេញមកដូចជើងសាក់ផងឥឡូវនេះយើងបានធ្វើការជួសជុលវាឥឡូវនេះយើងមើលហើយយើងតាមដានមើលវាបានលបើកជើងខាងក្រោយដុយហ្នឹងបងប្អូនឥឡូវយើងបានកោសយកដែកតម្រៀបនេះមកយកមកកោសកន្លែងខាងក្រោយនឹងឲ្យវាស្អាតមកដើម្បីយើងប៉ូសណវាឲ្យវាបានជាប់កន្លែងចាស់វាហ្នឹងកន្លែងជើងដុយយើងហ្នឹងឥឡូវយើងបានយកទឹកអសាទឹកអីមកដាក់ចិត្តមកយើងទៅយកសណយកមកផ្សាជាប់កន្លែងដុយហ្នឹងហើយនេះឥឡូវយើងផ្សាបានមួយចំហៀងឥឡូវយើងផ្សាមួយចំហៀងទៀតឲ្យវាស្អាតចឹងមកហើយយើងក៏សាកហើយយើងសាកយកដុយមកដោតសាកលោមើលវាដំណើរការបានអត់អាយ៉ាប៉ណែលស៊ីលុយនេះលុយសុតបាទនេះយ៉ាដកចេញវិញសិនមកតែហាក់ដូចជាជើងដុយនឹងវារៀងអង្គើមិនទេតើយើងកោសអាកន្លែងសមាវាអាកន្លែងជើងខាងហ្នឹងឲ្យវាធំតិចមកយើងសាប៉ៅវាប៉ៅសំណវាធំតិចមកដើម្បីកុំឲ្យវាបាក់ដល់ពេលម្ចាស់គេដោតការពារឲ្យកុំឲ្យវាបាក់លើក្រោយទៀតតែធម្មតាអាកន្លែងសមាចាស់វានឹងអាកន្លែងសមាវានឹងវាលក្ខណៈដូចវាស្អើងដែរវាអត់សូវមានសមាវាអត់ក្រាស់ដូចស៊េរីយើងមុនណាដល់ពេលអាសម័យឡូវវាសមាវាដៃអាលុយញោមអាដៃស្ពាន់វានឹងសមាស្ពាន់វាដូចស្ដើងដោតតាមមិនស្រួលហ្នឹងលបើកអស់ទៀតហើយឥឡូវយើងបានផ្សាររួចរាល់ហើយយើងបានយកមកធ្វើតេស្តដាក់មួយថ្មហើយដោតមួយឧបល័រដោតអីហើយមកហ្នឹងហើយនេះឥឡូវចេញមកដល់ទៅនេះហើយបានសាក់ដោតហើយហ្នឹងហើយឥឡូវយើងរៀបចំធ្វើតេស្តដោតដូចម្ដងទៀតមុននឹងយើងចាប់ចូលសម្បកហ្នឹងហើយឥឡូវនេះបានចូលមកអែមនេះ The Bluetooth device is ready to pair ចេញហើយនេះហើយស៊ីលុយបានហើយប៉ុណ្ណេះម្ចាស់គេមកយកបានប្រើវិញហើយឥឡូវចាប់ចូលសម្បកវិញបងប្អូនអើយហើយនេះប៉ុណ្ណេះរួចរាល់ហើយការងារទៅប៉ុណ្ណេះស៊ីផុយបាទឥឡូវយើងបានយករៀបចំចូលវិញមកយើងយកជើងកុងតាក់យកកន្លែងកាច់កុងតាក់នេះចាប់ចូលវិញមកហើយយើងសេរីខ្សែឲ្យស្អាតដើម្បីចាប់ចូលក្នុងធុងវាវិញឲ្យវាមើលទៅកុំឲ្យចេញខ្សែញ៉ៃដើម្បីមើលទៅវាមិនស្អាតឥឡូវនេះយើងដាក់មកហើយសេរីដែលខ្ចៅសេអីមកមួលយកអញ្ចឹងមកហ្នឹងហើយឥឡូវនេះយើងបានមួលវាឲ្យគ្រប់6រត់ហ្នឹងមកហើយយើងមួលហើយយើងសាកធ្វើតេស្តម្ដងទៀតតើវាចូលដោយយ៉ាត់ឲ្យពេលចាប់ខ្ចៅហើយចូលអំបិលឥឡូវនេះ